Hello សួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទគឺ B ស្វាគមន៍មកកាន់វីដេអូថ្មីទេប៉ុណ្ណាគឺយើងនឹងបន្តសាច់រឿងប្រញ្ញាទានព្រលឹងដែរអធិរាជភាគទី7នៃរដូវកាលទី3របស់យើងបន្តទៀតដោយមុននឹងចូលដល់ការសម្ដែងក៏សង្ឃឹមតែអ្នកទាំងអស់គ្នានឹងជួយចុច Subscribe ក៏ដូចជាដាក់រូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗក៏ដូចជាភាគថ្មីៗបន្តដូច្នេះបើសិនជាអ្នកទាំងអស់គ្នាជួយចុច Subscribe admin ម្នាក់មួយទៀតហើយជើងចូលទៅកាន់ការសម្ដែងរបស់យើងតែម្ដងទៅចាប់ផ្ដើមឡើងនៅក្នុងភាគទី7នេះជាមួយនឹងឡុងយ៉ាងគេការຕົកមិនសុខចិត្តនឹងមិនព្រមទទួលស្គាល់នៃការបរាជ័យរបស់ខ្លួននោះទេដោយបែបនេះហើយគេក៏បានសម្រាប់ខ្លួនឡើងទៅលើបញ្ចេញនៅធម្មពលបាត់ដៃយ៉ាងធំវិប្រហាមកកាន់លូយ៉ាងដូច្នេះហើយលូយ៉ាងគេក៏ជួនតាមសំណូមពររបស់ឡុងយ៉ាងស្ទុះចូលទៅកាប់ចំហាយធម្មពលនៃបាត់ដៃដ៏ធំមួយនឹងរួចក៏ស្ទុះចូលទៅវិប្រហាលើឡុងយ៉ាងដោយផ្ទាល់ដោយបែបនេះហើយឡុងយ៉ាងគេក៏បានបញ្ចេញនៅខែរន្ទះនៃព្រះលហិតមកទប់រងជាមួយនឹងលូយ៉ាងក៏ដូចជារូបកាយវិញ្ញាណរបស់លូយ៉ាងហើយក៏បានស្រ័យប្រាប់ឲ្យប្រមាណអ្នកនោះចាប់ចូលមកប្រយុទ្ធជាមួយនឹងលូយ៉ាងព្រានតែការដែលលើបែបនេះហើយពួកគេក៏បានបញ្ចេញហៅពរីរៀងខ្លួនធ្វើការវិប្រាហមកកាន់លូយ៉ាងព្រមគ្នាតែលូយ៉ាងគេក៏បានប្រើប្រាស់នៅធម្មពលនៃដែលទេវភាពបើកទៅជារបាំងខែលធម្មពលការពារយ៉ាងធំមួយដែលឃើញថា4អ្នកនោះដូចជាខ្លាចរអាមិនហ៊ានធ្វើការប្រយុទ្ធជាវិប្រាហមកកាន់លូយ៉ាងទៀតអញ្ចឹងឡុងយ៉ាងក៏បានស្រ័យប្រាប់តែ4អ្នកនោះថាគុំនៅឥតប្រយោជន៍បែបនេះអីឆាប់ធ្វើការវិប្រាហមកកាន់ដើរព្រះឈានគុណភ្លាមទៅឬមួយក៏ពួកគេចង់បះបោបើទុកឲ្យដើរព្រះឈានគុណម្នាក់នេះគេនៅរស់ច្បាស់ណាពួកគេទាំង4នាក់នោះច្បាស់នឹងមានបញ្ហាជាពំខានដែលលើសម្ដីរបស់ឡុងយ៉ាងបែបនេះហើយលូយ៉ាងក៏បានប្រាប់4នាក់នោះថាបើតាមសម្ដីរបស់ឡុងយ៉ាងនៅពេលនេះវាគឺជាផុសតាងជាក់ស្ដែងមួយដែលឡុងយ៉ាងនេះបានបំពេញនៅសិទ្ធិសេរីភាពរបស់4នាក់នោះអត់ចាំយូរទៀតលូយ៉ាងគេក៏បានបញ្ចេញធម្មពលធ្វើការវិប្រហាចាត់ការទៅកាន់ឡុងយ៉ាងជាលើកចុងក្រោយឲ្យគេត្រូវយប៊ូខ្លាំងមកតង់ទៀតឃើញបែបនេះហើយអ្នកដែលនៅសល់ទាំងអស់នឹងអត់ហ៊ាននៅតតាំងជាមួយលូយ៉ាងទៀតទេអញ្ចឹងក៏បញ្ញាដាក់មេប្រយុទ្ធកិច្ចរៀងខ្លួនត្រឡប់មកខាងលូយ៉ាងវិញដែលព្រះក៏បានប្រាប់គេកុំឲ្យបញ្ញាចាស់ចេញអីគួរតែយកថងផ្ទុករបស់ឡុងយ៉ាងអើយដល់ក៏តែម្ដងរឿងមួយឲ្យទទួលឯងទៅតែកំពូលមនុស្សដែលប្លន់នៅថងផ្ទុករបស់គូសត្រូវយកនៅថងផ្ទុករបស់ឡុងយ៉ាងបានមកហើយដែលព្រះក៏បានសរសើរផងដែរថាវាមិនចម្លែកនោះទេដែលឡុងយ៉ាងម្នាក់នេះមាននៅរបស់ល្អជាច្រើនហើយដែលព្រះក៏បានបញ្ជាក់ផងដែរទៀតថានេះក៏ចាត់ទុកថាគឺជាការប៉ះពើដែលព្រះឡុងយ៉ាងម្នាក់នេះព្យាយាមសម្លាប់ឯងម្ដងហើយម្ដងទៀតលូយ៉ាងហើយលូយ៉ាងក៏បានប្រាប់ដែរព្រះទាំងអស់គ្នាឲ្យបានដឹងថាពេលនេះគេគឺមានលំពេងទេវភាពគ្រប់គ្រាន់ហើយអញ្ចឹងគេគួរតែធ្វើដំណើរទៅកាន់ខេត្តថងយន្តដើម្បីឆ្លងកាត់នៅក្បួននៃការបំលាស់ទីចម្ងាយឆ្ងាយកាត់មកខាង4នាក់នោះវិញគេក៏បានធ្វើដំណើរមកជួបជាមួយនឹងព្រះលហិតហើយព្រះលហិតគ្រាន់តែឃើញពួកគេ4នាក់នឹងភ្លាមក៏បាននិយាយថាពួកគេទាំង4នាក់នេះបានត្រឡប់មកវិញតែគ្មានភាពបញ្ជារបស់ខ្លួននេះក៏បានន័យថាពួកគេទាំង4នាក់បណ្ដោះស្រាយជាមួយនឹងដែលព្រះឈានគុណរួចហើយ4នាក់នឹងវិញដោយគ្រាន់តែឮសម្ដីរបស់ព្រះលហិតនឹងភ្លាមក៏បានមើលមកគ្នាចុះឡើងហើយស៊ីធូលៃក៏បានប្រាប់ព្រះលហិតនឹងឲ្យលើកលែងទោសឲ្យពួកគេផងគ្រាន់តែឮអញ្ចឹងព្រះលហិតក៏បានដឹងថាដែលព្រះឈានគុណដែលជាលូយ៉ាងរបស់យើងនឹងគឺបានរត់គេចខ្លួនម្ដងទៀតហើយដោយបែបនេះហើយស៊ីធូលៃក៏បានប្រាប់ទៅកាន់ព្រះលហិតថាពួកគេទាំង4នាក់មិនមែនជាដៃគូរបស់ដែលព្រះឈានគុណនោះទេហើយសូម្បីតែលងម្ចាស់របស់ពួកយើងឡុងយ៉ាងក៏មិនមែនជាដៃគូរបស់គេដែរលើការរាយការណ៍របស់ស៊ីធូលៃបែបហ្នឹងភ្លាមព្រះលហិតពិតជាមានការយ៉ាប់យ៉ាងខ្លាំងហើយក៏បានដឹងថាព្រះឡុងយ៉ាងនោះគេគឺបានស្លាប់នៅក្នុងកណ្ដាប់ដៃរបស់លូយ៉ាងហើយយានលៃធានក៏បានរាយការណ៍បន្តថាដែលព្រះឈានគុណគេគឺពិតជាមានសំណាងខ្លាំងណាស់ឥឡូវនេះគេគឺបានឈានទៅដល់កម្រិតទី5នៃព្រះឋានសួគ៌ហើយសៀវហើយយូក៏បានរាយការណ៍ប្រាប់ព្រះលហិតឲ្យដឹងទៀតថាម្យ៉ាងវិញទៀតដើរទេវភាពពីដើមរបស់ដែលព្រះឈានគុណពិតជាចម្លែកខ្លាំងណាស់វិបែកជាមានធម៌ពលយ៉ាងខ្លាំងក្លាដែលមិនគួរជឿទោះបីជាពួកវាស្ថិតនៅក្នុងកម្រិតទាបក៏ដោយពួកគេទាំង4នាក់នឹងបកស្រាយប្រាប់ព្រះលហិតរួចហើយស៊ីធូលៃក៏បានសុំការលើកលែងទោសពីព្រះលហិតម្ដងទៀតព្រោះពួកគេបានព្យាយាមខិតខំប្រឹងប្រែងដើម្បីចាប់លូយ៉ាងហើយប៉ុន្តែដោយសារតែពួកគេមិនមែនជាដៃគូរបស់លូយ៉ាងអញ្ចឹងគឺបរាជ័យព្រះលហិតម្នាក់នឹងក៏បានស្រែកប្រាប់ទៅកាន់ពួកគេទាំងកំហឹងឲ្យបាត់មាត់ភ្លាមទៅវាគឺគ្រប់គ្រាន់ហើយរួចក៏បានបញ្ជាប្រាប់ពួកគេប្រមូលនៅមនុស្សទាំងអស់ដើម្បីតាមធ្វើការប្រមាញ់មកលើដែលព្រះឈានគុណហើយគេក៏នឹងសម្លាប់ដែលព្រះឈានគុណដោយផ្ទាល់ដៃរបស់គេលើអញ្ចឹងភ្លាមសៀវហើយយូក៏បានប្រាប់ព្រះលហិតថាមិនចាំបាច់ប្រមូលកងទ័ពនាំតែពីបាននោះទេលើអញ្ចឹងភ្លាមព្រះលហិតក៏បានសួរថាតើបានន័យថាយ៉ាងម៉េចសៀវហើយយូក៏បានបកស្រាយប្រាប់ព្រះលហិតរបស់គេនឹងថានោះក៏ដោយសារតែដែលព្រះឈានគុណគឺបានធ្លាប់ស្នើសុំពួកយើងដើម្បីឆ្លងកាត់នៅក្បួនបំលាស់ទីចម្ងាយឆ្ងាយរបស់លោកម្ចាស់ឡុងយ៉ា
យ៉ាងវាក៏ត្រូវបានបដិសេធភ្លាមប៉ុន្តែទោះជាយ៉ាងនេះក៏ដោយដែលព្រះជាក្រុមម្នាក់នោះគេនឹងធ្វើដំណើរទៅកាន់កន្លែងនងជាមិនខានពិភាក្សាគ្នារួចអស់ហើយពួកគេទាំងអស់គ្នាក៏បានមករងចាំលុយចាងនៅខាងមុខក្បួននៃការបំលាស់ទីចម្ងាយហើយលុយចាងគេពិតជាបានធ្វើដំណើរមកកាន់ទីនឹងពិតមែនមកដល់ព្រាមជួបជាមួយនឹងព្រះលហិតហើយនៅ4នាក់ទៀតរួចព្រះលហិតក៏បាននិយាយមកកាន់លុយចាងថាដែលព្រះជាគុណទីបំផុតពួកយើងបានជួបគ្នាហើយលុយយ៉ាងវិញឃើញព្រះលហិតភ្លាមលុយយ៉ាងគេក៏មានការផ្ទះផ្អើលបន្តិចនឹងនិយាយថាព្រះលហិតលោកគឺពិតជាមកចាំខ្ញុំនៅទីនេះមែនលឺអញ្ចឹងភ្លាមព្រះលហិតគ្រាមានការផ្ទះផ្អើលបន្តិចផងដែរក៏សួរទៅកាន់លុយយ៉ាងថាតើគេស្គាល់ខ្លួនមិនដែរឬទេលុយយ៉ាងក៏បានតបវិញថាវាពិតជាមិនខុសនោះទេហើយខ្ញុំណែនាំលោកឲ្យឆាប់ចាក់ចេញភ្លាមទៅបើមិនដូច្នោះទេលោកនឹងរងទុក្ខជាមិនខានឬពាក្យសម្ដីរបស់លុយយ៉ាងភ្លាមអាប៉ែយ៉ាងហ្វានឹងក៏បានសាច់មកលុយយ៉ាងថាកុំកើកតុំខ្លាំងពេកព្រោះតែលុយយ៉ាងគេគឺស្ថិតនៅក្នុងកម្រិតទី5តែប៉ុណ្ណោះកុំកេងកាងខ្លាំងពេកហើយហ៊ានសម្ដីតូចសម្ដីធំជាមួយនឹងព្រះឋានសួគ៌កម្រិតទី9ព្រះលហិតម្នាក់នឹងក៏បានឲ្យសញ្ញាមកយ៉ាងហ្វានឲ្យគេស្ងាត់សិនទៅរួចឯខ្លួនគេវិញក៏បានដើរមកខាងមុខបន្តិចម្ដងនឹងនិយាយមកលុយយ៉ាងថាគេគឺមិនចាំបាច់ប្រឹងប្រែងឲ្យពីសមត្ថភាពនោះទេអញ្ចឹងក៏អាចចាត់ការលុយយ៉ាងបានបាត់ទៅហើយដោយសារតែលុយយ៉ាងទទួលចង់មានបញ្ហាជាមួយនឹងខ្លួនអញ្ចឹងគេនឹងជូនតាមសំណពរហើយបើសិនជាលុយយ៉ាងសូមចោទចែងខ្លួនតាមទៀតនោះខ្លួននឹងធ្វើឲ្យលុយយ៉ាងស្លាប់ដោយសុខស្រួលព្រះលហិតម្នាក់នឹងក៏បានប្រាប់លុយយ៉ាងទៀតថាឲ្យលុយយ៉ាងជ្រើសរើសនៅសេចក្តីស្លាប់របស់ខ្លួនឯងទៅគ្រាន់តែលឺនៅពាក្យសម្ដីដ៏មហាសែនអំនួតរបស់ព្រះលហិតភ្លាមលុយយ៉ាងក៏បាននិយាយបែបឌឺដងទៅគេវិញថាព្រះលហិតលោកគឺពិតជាចម្លែកខ្លាំងណាស់បើជាព្យាយាមសូមនៅការបង្ហូរឈាមពីជនចម្លែកជុំវិញនឹងបញ្ហាតូចតាចបែបនេះតើលោកកំពុងតែធុញទ្រាន់ទៅនឹងរឿងអ្វីមែនដែរឬទេព្រះលហិតម្នាក់នឹងក៏បានតបទៅនឹងសម្ដីរបស់លុយយ៉ាងវិញថាស្រិតស្រមោចដូចជាឯងនេះមិននឹងយល់អំពីសេចក្តីអស្ចារ្យរបស់សត្វតើដូចជាយើងបានទៅលុយយ៉ាងក៏នៅតែនិយាយឌឺដងមកកាន់ព្រះលហិតវិញថាតើលោកអស់សង្ឃឹមដូចជាលងចាងហើយមែនដែរឬទេលុយយ៉ាងគេក៏បានគិតក្នុងចិត្តផងដែរថានៅពេលនេះគេគឺមិនអាចប្រើប្រាស់នៅក្បួននៃការបង្កើតដើរយិននឹងចាងបាននោះទេពួកការទប់ទល់ជាមួយនឹងអំណាចធម៌ពលរបស់ព្រះឋានសួគ៌កម្រិតទី9គឺពិតជាពិបាកខ្លាំងណាស់ជំរឿតែមួយគត់គឺប្រើប្រាស់នៅយន្តហាមឃាត់តែប៉ុណ្ណោះខ្ជិលនិយាយតប៉ែជាមួយនឹងលុយយ៉ាងច្រើនទៀតព្រះលហិតក៏បានបញ្ចេញធម៌ពលវិប្រាមកការលុយយ៉ាងធ្វើឲ្យលុយយ៉ាងត្រូវសម្រាប់ខ្លួនថយមកក្រោយស្ទើរតែ1លានម៉ែត្រលុយយ៉ាងរបស់យើងគេក៏មិនចាំយូរដែរអញ្ចឹងក៏បានដកយកនៅយន្តហាមឃាត់គប់វិប្រាបកមកកាន់ព្រះលហិតវិញធ្វើឲ្យគេព្យាយាមគេតែក៏នៅតែត្រូវនៅការវិប្រាអំពីយន្តហាមឃាត់របស់លុយយ៉ាងដដែលហើយ4នាក់5នាក់នោះវិញក៏ត្រូវការវិប្រាដូចគ្នាមិននៅកន្លែងនឹងយូរទៀតព្រះលហិតក៏បានបញ្ញាដាក់មេប្រូចរត់គេចភ្លាមបន្ទាប់ពីភាពកែរៀងស្ងប់ស្ងាត់បន្តិចហើយអាប្រមាណនេះនោះក៏បានអោនក្បាលគោរពសុំជីវិតពីលុយយ៉ាងរបស់យើងគេក៏មិនចិត្តក្រក់អ្វីដែរអញ្ចឹងក៏បានប្រាប់ឲ្យប្រមាណអ្នកនឹងចាប់រត់ភ្លាមទៅបើសិនជាពួកគេចង់រួចហើយលុយយ៉ាងគេក៏បានដើរមកខាងមុខក្បួនបំលាស់ទីចម្ងាយឆ្ងាយនឹងបានបើកមើលផែនទីរបស់គេនឹងបានបញ្ជាក់ឲ្យយើងបានដឹងផងដែរថាផែនទីមួយនេះវាមិនបានកំណត់ពីចម្ងាយពិតប្រាកដរបស់វានោះទេដូច្នេះហើយគេនឹងធ្វើដំណើរទៅកាន់ទីតាំងដែលមានចម្ងាយមួយជុំដកយកនៅលំពេងទេវភាពគប់ចូលទៅខាងក្នុងក្បួនដើម្បីឲ្យវាដំណើរការពេញលេញហើយក៏ដើរចូលមកខាងក្នុងក្បួនត្រៀមធ្វើដំណើរឆ្ពោះទៅកាន់និកាយដៅសិនយ័ន្តក៏និយាយប្រមាណម៉ាត់ចុងក្រោយផងដែរថាវាដល់ពេលហើយដែលត្រូវធ្វើដំណើរទៅកាន់និកាយដៅសិនយ័ន្តចៃដន្យអីសាច់រឿងនៃភាគទី7ក្នុងរដូវកាលទី3របស់យើងនេះក៏ត្រូវមកចប់នៅត្រឹមនឹងដូចគ្នាចុងក្រោយក៏អត់មានអីត្រូវនិយាយច្រើនដែរក្រៅពីនិយាយតែប៉ុណ្ណឹងនោះទេអញ្ចឹងបាយជម្រាបលាជួបគ្នាជាមួយនឹងវីដេអូក្រោយក៏ដូចជាភាគបន្តទៀត